ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel ការវ៉ាម្ដងទៀតថ្ងៃនេះ admin មកសម្រាប់រឿងភាគបន្តកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានរឿងរបស់យើងហ្មងទៅដោយផ្ដើមសេចរឿងដំបូងយើងបានឃើញថាប្រុសសក់លឿនហ្នឹងគាត់បាននឹកសម័យឃើញថាពេលដែលគាត់ទៅខ្ចីសភៅហ្នឹងគាត់បានឮសាណូនិយាយថាមីស៊ូគីកំពុងតែងូតទឹកហើយគាត់សម័យឃើញរូបរាងរបស់មីស៊ូគីអត់ដឹងថាមិនទេប្រុសសក់លឿនហ្នឹងហើយពេលហ្នឹងគាត់មានអារម្មណ៍មិនគាត់ស្រែកឡើងផ្អើលគេផ្អើលឯងពេញនឹងឡើងមិត្តរួមដប់របស់គាត់ហ្នឹងគាត់បាននិយាយថាអ្នកកាស៊ូហ្នឹងកើតអីគេបានលឺស្រែកឡើងផ្អើលគេផ្អើលឯងពេញនឹងហើយតាមមកសាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលព្រឹកក៏យើងបានឃើញថាពួកគេទាំង3នាក់ហ្នឹងគឺបានមករៀនយឺតទាំងអស់គ្នាហ្មងពេលព្រឹកព្រលឹមហ្នឹងហើយបន្ទាប់មកពួកគេក៏បានសុំគ្រូចូលរៀនហើយក៏រៀនចឹងទៅបន្ទាប់ពីចាប់ម៉ោងរៀនហ្នឹងពួកគេក៏បានចេញទៅរកញ៉ាំបាយពេលថ្ងៃហើយមីស៊ូគីអត់បានទៅញ៉ាំមួយគេទេដោយសារតែអត់ស្រួលខ្លួនមីស៊ូគីក៏បានប្រាប់អ្នកទាំងអស់គ្នាថាគាត់អត់ស្រួលខ្លួនទេក៏ឲ្យពួកគេទៅមុនចឹងទៅហើយបន្ទាប់ពីមីស៊ូគីចេញពីបន្ទប់ទឹកវិញហើយក៏បានទៅក្នុងបន្ទប់របស់ពេទ្យបន្ទប់ពេទ្យនៅក្នុងសាលាហ្នឹងក៏បានទៅឲ្យបងពេទ្យហ្នឹងគាត់ដាក់ថ្នាំឲ្យមីស៊ូគីលេបនៅពេលដែលមីស៊ូគីលេបថ្នាំហើយក៏បានដើរចេញមកវិញនៅពេលដែលមីស៊ូគីដើរចេញមកវិញហ្នឹងក៏បានជួបនឹងរីកានៅឈរនៅខាងមុខសាលាតមកមីស៊ូគីក៏បានដើរទៅនិយាយជាមួយរីកាចឹងទៅហើយរីកាក៏បាននិយាយជាមួយមីស៊ូគីវិញថាមីស៊ូគីបាននាំពាក្យរបស់គាត់ហ្នឹងទៅប្រាប់សាណូហើយគាត់ក៏ដឹងហើយសាណូអត់បានមកជួបគាត់ទេតមកពួកគេក៏និយាយគ្នាបន្តមកក៏បង្កើតជាកំហឹងដោយសារតែមីស៊ូគីចង់ឲ្យសាណូលេងកីឡាលោតនឹងទៀតតែរីកានឹងគាត់បាននិយាយថាសាណូអត់អាចលេងម្ដងទៀតបានទេតមកក៏ឆ្លោះគ្នាហើយក៏រីកានឹងរលើកដៃវាយមីស៊ូគីតែពេលហ្នឹងសណាងដែរបានសាណូមកដល់តន់ហើយសាណូចេញមកធ្វើដូចវរៈបរោះជីសេះសអញ្ចឹងសាណូក៏បានស្រែកទៅដាក់រីកាថារីកាហេតុអីបានប្រើពាក្យធ្ងន់ទៅដាក់មីស៊ូគីចឹងហើយនិយាយថារីកានឹងជាមនុស្សស្អីដែលច្រឹកអត់ល្អទេហើយក៏បានប្រាប់រីកាទៀតថាថ្ងៃក្រោយកុំមករញ៉េញ៉ៃមួយគាត់ទៀតកុំមកជួបមុខគាត់ទៀតគាត់និយាយថាខ្លាំងហើយបន្ទាប់មកគាត់ក៏ទាញដៃមីស៊ូគីនឹងរត់ចេញទៅដល់ពេលរត់ចេញទៅមីស៊ូគីក៏បានបលែដៃចេញពីគាត់វិញហើយក៏ស្រែកទៅដាក់គាត់ថារីកាគ្រាន់តែបារម្ភពីគាត់ទេតែហេតុអីបានគាត់ធ្វើចឹងហើយសាណូគាត់ក៏បាននិយាយទៀតទៅថាគាត់ខំមកជួយនាងប៉ុណ្ណឹងហើយបែរជានាងមកស្រែកដាក់គាត់វិញហើយតាំងពីពេលហ្នឹងមកសាណូអត់និយាយជាមួយមីស៊ូគីទៀតទេដោយសារតែខឹងអ្នកទាំងគ្នាហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលដែលមីស៊ូគីដើរមកដល់ក្នុងដមវិញក៏អ៊ំមួយយាមនៅក្នុងដមហ្នឹងគាត់បានហៅមីស៊ូគីឲ្យឈប់ព្រោះមានអ្នកផ្ញើអវ៉ាន់មកហើយមីស៊ូគីក៏បានយកអវ៉ាន់ហ្នឹងទៅហើយក៏បានជួបនឹងប្រូពីរនាក់ទៀតដែរជាមិត្តរួមថ្នាក់របស់នាងហ្នឹងក៏បានដើរមកជាមួយមីស៊ូគីសុំមីស៊ូគីដើម្បីទៅមើលថាមានណាគេផ្ញើអីឲ្យហ្នឹងផ្ញើអីខ្លះព្រោះគាត់ចង់បើមាននំមានអីគាត់ចង់ញ៉ាំដែរចឹងទៅហើយនៅពេលដែលមីស៊ូគីអូខេពួកគាត់ក៏បានដើរមកហើយតមកមីស៊ូគីក៏បានជួបនឹងប្រូសក់លឿងតាមផ្លូវដែលគាត់ឈររេរមុខបន្ទប់របស់មីស៊ូគីហ្នឹងព្រោះគាត់អត់ដឹងថាគាត់គួរយកនំហ្នឹងឲ្យទៅមីស៊ូគីអត់ហើយតមកមីស៊ូគីក៏បានហៅគាត់ហើយគាត់ក៏បានប្រាប់មីស៊ូគីទៅថាម៉ាក់របស់គាត់បានផ្ញើនំហ្នឹងមកឲ្យគាត់ហើយគាត់ញ៉ាំអត់អស់គាត់ក៏ចង់ឲ្យទៅមីស៊ូគីតមកពួកគេក៏បានដើរចូលទៅក្នុងបន្ទប់ដែលមីស៊ូគីស្នាក់នៅហ្នឹងចូលទៅជុំគ្នាហើយពេលហ្នឹងប្រូសក់លឿងក៏បានឲ្យនំហ្នឹងទៅប្រូពីរនាក់ហ្នឹងម្នាក់មួយហើយក្រៅពីហ្នឹងក៏ទុកឲ្យមីស៊ូគីទាំងអស់ហើយតអ្នកស្លាញ់គេម្នាក់ឯងចឹងណាអ្នកទាំងគ្នាហើយបន្ទាប់មកពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានបខំឲ្យមីស៊ូគីហ្នឹងបើកកេះលឿនមកគាត់ចង់ឃើញថានៅក្នុងកេះហ្នឹងមានអីខ្លះតមកមីស៊ូគីក៏បានបើកកេះហ្នឹងទៅហើយក៏បានឃើញសិតតែនំហើយនឹងស្ករគ្រាប់ចឹងទៅប្រូពីរនាក់ហ្នឹងសប្បាយចិត្តជាងគេព្រោះគាត់បានញ៉ាំទេហើយពួកគាត់ក៏បានយកម្នាក់មួយចឹងទៅតមកពួកគាត់ក៏បានកលេចទៅឃើញមានសំចពតហើយនឹងមានរូបថតមនុស្សស្រីម្នាក់ហើយប្រូមួយសក់វែកចំហៀងហ្នឹងហើយគាត់ក៏បានទៅអានសបត់ហ្នឹងថាណាគេផ្ញើអីមកពេលគាត់បើកមកមិនមែនសបត់ទេគឺជារូបថតរបស់ជូលីដែលជាមិត្តភក្តិរបស់មីស៊ូគីហ្នឹងតមកប្រូវែនតាគាត់ក៏បាននិយាយថា
ម្នាក់ស្រីហ្នឹងជាមិត្តស្រីរបស់ Mitsuki មែនបានន័យថាជាសង្សាររបស់គាត់អីចឹងណាតមកប្រូសក់លឿងក៏លឺចឹងហើយឆេះដុំបដ ாய் ប្រច័នគេហ៎តមកក៏ឆក់ទាញដៃរបស់ Mitsuki ហ្នឹងមកស្រែកដាក់ Mitsuki ថាម្នាក់ហ្នឹងជាសង្សារ Mitsuki មែនតមកពេលដែល Mitsuki ប្រាប់ថាមិនមែនក៏គាត់ធូរចិត្តហើយក៏ប្រឡែង Mitsuki វិញទៅហើយពេលហ្នឹង Mitsuki ក៏បានបើកអានសម្បត្តិហ្នឹងដល់ពេលអានទៅនាងក៏បានដឹងថា Julie ហ្នឹងផ្ញើឲ្យគេរោបមកឲ្យគាត់ហើយបន្ទាប់មកប្រូមួយដែលមកជាមួយប្រូវ៉ែនតាហ្នឹងគាត់ក៏បានបើកមើលថងហ្នឹងក៏បានឃើញរោបហើយពួកគេភ្ញាក់ផ្អើលមែនតើថាឃើញរោបឃើញអីចឹងហើយបន្ទាប់មក Mitsuki ក៏បញ្ញាប់កញ្ឆក់មកហើយក៏ថារោបហ្នឹងJulie ផ្ញើច្រឡំចឹងទៅហើយបន្ទាប់មកក៏ឃើញ Sano ហ្នឹងគាត់ដើរមកដល់ក្នុងបន្ទប់ហ្នឹងគ្រប់គ្នាក៏បាន hello ទៅគាត់ចឹងទៅគាត់ក៏បាននិយាយទេតមកគាត់ក៏បានយកអាវហើយក៏បានដើរចេញទៅគាត់ក៏បានប្រាប់ដែរថាគាត់ទៅនាំកូនឆ្កែរបស់គាត់នឹងទៅដើរលេងហើយតមកពួកគេក៏អង្គុយនិយាយគ្នាតទៀតទៅតមកសេរីរឿងរបស់យើងក៏បានកាត់មកដល់វគ្គ Mitsuki កំពុងនៅលើខែរបស់នាងនិយាយទូរស័ព្ទជាមួយនឹង Julie គាត់ក៏បាននិយាយទៅថាគាត់បានជ្រោមមាត់និយាយខ្លាំងដាក់ Sano ធ្វើឲ្យ Sano ខឹងមិននិយាយមួយគាត់ហើយ Julie ក៏បានប្រាប់គាត់ទៅថាឲ្យគាត់នឹងខំតស៊ូទៀតទៅខំនិយាយស្រួលបួមួយនឹង Sano វិញហើយលួងលោម Sano ចឹងណាហើយនឹងសុំទោស Sano ទៅដែលថាគាត់បាននិយាយខ្លាំងដាក់ Sano កាលពីថ្ងៃមិញបន្ទាប់ពី Mitsuki និយាយទូរស័ព្ទចប់ Sano គាត់ក៏បានមកដល់ក្នុងបន្ទប់វិញហើយ Mitsuki ខំទៅសួស្ដី Sano ចឹងណាតែពេលហ្នឹង Sano អត់និយាយទាំងអស់ចូលទៅក្នុងក្រែរបស់គាត់បិទវាំងនោមចិត្តចឹងបន្ទាប់ពីព្រឹកឡើងហ្នឹងMitsuki គាត់ក៏បានដើរតាម Sano គ្រប់ជំហានប្រាប់គេសុំទៅដើរលេងមួយ Sano ផងទៅណាទៅណីមួយ Sano យទៅដើរតាមគ្រប់ជំហានប្រោយបន្ទាប់មកពេលល្ងាចកាត់មកដល់ពេលល្ងាចឡើងSano ក៏បានស្រែកទៅដាក់ Mitsuki ថាកុំមករំខានកុំមករញ៉េញ៉ៃមកគាត់ទៀតគាត់ស្អប់មនុស្សបែបហ្នឹងណាតមកធ្វើឲ្យ Mitsuki អន់ចិត្តខ្លាំងមែនតើហើយ Sano គាត់ក៏បាននិយាយចឹងចប់ហើយគាត់ក៏បានដើរចេញទៅដល់ពេលដែលគាត់ដើរចេញមកហ្នឹងគាត់ក៏បានជួបប្រូសក់លឿងនៅតាមផ្លូវដែលប្រូសក់លឿងរដើរមកក្នុងបន្ទប់ហ្នឹងមកជួប Mitsuki ដល់ពេលគាត់ឃើញ Sano ដើរចេញមកទាំងទស្សនភាពបែបហ្នឹងគាត់ក៏បារម្ភពី Mitsuki ក៏បានដើរចូលទៅក្នុងបន្ទប់ហ្នឹងរត់ឡើងថេថប់បញ្ញាប់ទៅរក Mitsuki ក៏បានឃើញថា Mitsuki កំពុងតែអង្គុយយំនៅខាងគៀនជាងហ្នឹងហើយអង្គុយយំផងសើចផងគាត់បាននិយាយថាតើគាត់នឹងឈួតមែនហេតុអីបានគាត់ទៅយំអញ្ចឹងគ្មានរឿងអីផងបែបគាត់យំអញ្ចឹងគាត់និយាយដាក់ខ្លួនឯងអញ្ចឹងហើយ Sano ពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាគាត់ខឹងនឹងខ្លួនឯងដែរដែលគាត់ទៅនិយាយអញ្ចឹងដាក់ Mitsuki ព្រោះគាត់អត់មានចេតនានិយាយអញ្ចឹងដាក់ទៅ Mitsuki ទេតមកគាត់ក៏បានថាតែងទឹកក្រូចមកដបដើម្បីយកទៅលួងចិត្ត Mitsuki វិញតែពេលហ្នឹងគាត់ក៏បានឃើញបេជើងរបស់ប្រូសក់លឿងនៅខាងមុខហ្នឹងហើយបានលើពួកគេនិយាយគ្នាតមកគាត់អត់បានចូលទៅទេក៏បានដើរចេញមកវិញហើយក៏បានហុចទឹកក្រូចហ្នឹងឲ្យទៅប្រូមួយដើរមួយប្រូវ៉ែនតាហ្នឹងហើយគាត់ក៏បានដើរចេញទៅហើយប្រូពីរនឹងឆ្ងល់មែនតើថា Sano កើតអីសុកមកយកទឹកក្រូចឲ្យគាត់ពេលហ្នឹងប្រូសក់លឿងគាត់ក៏បានលួង Mitsuki ចឹងទៅគាត់អត់ចង់ឃើញនាងយំទេហើយក៏បានឯក្បាលកូនគ្នាទៀតតមក Mitsuki ក៏បាត់យំបាត់អីចឹងទៅហើយសេរីរឿងរបស់យើងក៏បានកាត់មកដល់ពេលព្រឹកហ្នឹងប្រុសសក់លឿងក៏បានដើរទៅកាន់ Sano ហៅ Sano ដើម្បីចេញទៅនិយាយជាមួយគាត់ផ្លែតហើយតមកសេរីរឿងរបស់យើងក៏បានកាត់មកដល់ពេលដែល Mitsuki កំពុងតែដើរមកសាលាហ្នឹងទាំងភ្នែកក្រហមឡើងក្រហមខ្លាំងហើយឡើងហើមភ្នែកទៀតក៏បានជួបនឹងបងមួយដែលជាសែមប៉ៃហ្នឹងគាត់ក៏បានចូលមកសួរ Mitsuki ថា Mitsuki កើតអីហើយតែបានក្រហមភ្នែកខ្លាំងម៉េះតមក Mitsuki ក៏មកអត់បាននិយាយអីដែរគាត់ក៏ថាគាត់ឈឺភ្នែកចឹងទៅកុហកគេថាឈឺភ្នែកទាំងតែខ្លួនឯងជុំសោះហើយបន្ទាប់មកក៏បានឃើញថាប្រូសក់លឿងហើយនឹង Sano ហ្នឹងគាត់បានកំពុងតែឆ្លូគ្នាដោយប្រូសក់លឿងហ្នឹងគាត់ក៏បានស្រែកទៅដាក់ Sano ខ្លាំងថាហេតុអីបាន Sano ធ្វើឲ្យ Mitsuki យំមានរឿងអីមានបញ្ហាអីគេពេលហ្នឹង Sano អត់មាននិយាយអីទេគឺស្ងាត់ជាប្រោយពេលហ្នឹងប្រូសក់លឿងហ្នឹងគាត់ក៏បានដាក់ពាក្យសម្ដីធ្ងន់ហើយដាក់100ប្រោយតមកSano គាត់ក៏បានកលេចទៅខំទៅគាត់ក៏បានឃើញថា Mitsuki កំពុងតែដើរមួយសែមប៉ៃអូច្រឡំអ្នកទាំងអស់គ្នាមិនដើរគឺសែមប៉ៃហ្នឹងគាត់បានយកដៃគាត់មកប៉ះមុខរបស់ Mitsuki ហើយ Sano របស់យើងហ្នឹងគាត់បញ្ញាប់រត់ចុះមកឡើងលឿនហ្មងហើយពេលហ្នឹងបានជួបនឹងប្រូវ៉ែនតាមាន2នាក់ណាបងប្អូន
ហើយក៏បានជួបប្រូវ៉ែនតាហ្នឹងក៏បានចាប់កពូចកអាវប្រូហ្នឹងដើម្បីសួរថាមានឃើញមីស៊ូគីដើរទៅណាអត់ព្រោះគាត់ដឹងថាប្រូវ៉ែនតាហ្នឹងតាមប្រមាញ់រូបរបស់មីស៊ូគីហើយបន្តមកទៀតទៅប្រូវ៉ែនតាហ្នឹងក៏អត់បាននិយាយអីទេគាត់អត់ដឹងដែរតបមកសាណូក៏បានរត់ទៅតទៀតរត់ទៅក្នុងកន្លែងបន្ទប់អីគេក្រុមប្រឹក្សាសិស្សគាត់ក៏បានរត់ទៅហើយប្រូសាក់លឿនហ្នឹងក៏បានរត់មកតាមពីក្រោយពេលហ្នឹងសាណូក៏បានស្រែកទៅដាក់ប្រូសាក់លឿនថាប្រូវ៉ែនតាហ្នឹងឯងដែលតែងតែតាមប្រមាញ់រូបរបស់មីស៊ូគីធ្វើឲ្យមីស៊ូគីហ្នឹងអត់មានសុវត្ថិភាពក្នុងការដែររស់នៅទេតបមកមានណាប្រូសាក់លឿនខឹងប្រោយចាប់កពូចកអាងឆ្លោះគ្នាមួយស្មើហើយពេលហ្នឹងសាណូក៏បានរត់ទៅក៏បានដល់បន្ទប់ហ្នឹងក៏បានចូលទៅស្រែកហៅមីស៊ូគីក៏បានឃើញមីស៊ូគីកំពុងតែអង្គុយផឹកតែនៅហ្នឹងតមកក៏បានហៅមីស៊ូគីដើម្បីទៅវិញហើយបងសែនប៉ៃហ្នឹងគាត់បានឃើញអញ្ចឹងគាត់ក៏បានដើរចេញទៅតបមកសាណូគាត់ក៏បាននិយាយមួយមីស៊ូគីថាគាត់សុំទោសអញ្ចឹងទៅដែលគាត់បាននិយាយខ្លាំងណាស់មីស៊ូគីហើយមីស៊ូគីគាត់ក៏អត់បាននិយាយអីដែរតមកទៅសាណូគាត់ក៏បានរៀបរាប់ប្រាប់ថាមូលហេតុអីបានគាត់ខឹងខ្លាំងអញ្ចឹងដោយសារតែគាត់បានជួបគ្រូថ្នាក់ចរាចរណ៍នៅពេលដែលគាត់បានចូលទៅជួយរីកាពេលហ្នឹងរីកាប៊ីនឹងត្រូវឡានបុកតែពេលហ្នឹងសណាងដែរបានសាណូរត់ទៅជួយតមកធ្វើឲ្យសាណូគាត់មានលពោះជើងធ្វើឲ្យគាត់លេងកីឡានៅអត់កើតទៀតទេហើយពេលឥឡូវហ្នឹងគាត់ក៏បានថាគាត់នឹងបញ្ញាចិត្តថាគាត់នឹងចូលលេងកីឡានឹងម្ដងទៀតព្រោះមីស៊ូគីគឺជាអ្នកគ្រប់គ្រងរបស់គាត់ដែលស្មោះស្ម័គ្រមួយគាត់មែនតើគាត់ក៏នឹងសម្រេចក្តីស្មៃរបស់គាត់ដូចគ្នាហើយពេលហ្នឹងមីស៊ូគីសប្បាយចិត្តមែនតើឡើងយំព្រោះរំភើបពេកតមកសាណូក៏បានទាញមីស៊ូគីទៅអោបហើយក៏បាននិយាយថាមីស៊ូគីកុំយំអញ្ចឹងទៅតមកក៏អៀនគេហើយក៏បែរមុខចេញហើយក៏ដើរចេញទៅហើយមីស៊ូគីក៏បានរត់ទៅតាមដៃរបស់សាណូដើរទៅជាមួយគ្នាហើយអំឡុងពេលដែលពួកគេកំពុងតែកាន់ដៃគ្នាដើរទៅហ្នឹងយើងក៏បានឃើញថាប្រូសាក់លឿនកំពុងតែខាំដៃប្រូវ៉ែនតាដែលតាមប្រមាញ់ជុកហ្នឹងពួកគាត់ខឹងហ្នឹងរឿងរបស់យើងធ្វើបានបញ្ចប់ហើយណាអ្នកនររងចាំទស្សនាភាគក្រោយទាំងអស់គ្នាភាគក្រោយកាន់តែល្អមើលជាងនឹងទៀតហើយមុននឹងខ្ញុំទៅអ្នកទាំងអស់គ្នាជួយចុច like ជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ